សូមស្វាគមន៍មកកាន់សប្តាហ៍ថ្មីនៃកម្មវិធីទេសចរផ្សារភ្ជាប់ទឹកដីសប្តាហ៍នេះក៏មិនខុសពីសប្តាហ៍មុនយើងខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាមកស្វែងយល់អំពីការកកើតភូមិស្រុកនិងទស្សនាជីវភាពប្រជាជនរស់នៅអមតាមផ្លូវបុរាណតោះសូមអញ្ជើញទៅទស្សនាទាំងអស់គ្នាតំបន់នេះជាក្រុងមួយនៅមុនពេលដែលមានបារាយទឹកខ្លានេះជាប្រាសាទព្រៃក្មេងដែលបងប្អូនធ្លាប់រៀននៅក្នុងរចនាបថព្រៃក្មេងហ្នឹងគឺប្រភពពីប្រាសាទហ្នឹងឯងដែលគេយកធ្វើគោលដែលវាមានជារង្វង់មូលនេះមូលហេតុដោយសារប្រជាជនយើងក៏គេនឹមគ្នាធ្វើមូលទៅគេធ្វើលបងគេលបងកូនឈើកូនអីទៅក៏ស្រះបន្លាស្រះស្ដីទៅណាពឿនហើយផ្លូវទ្វារផ្លូវលទេសដែលចេញទៅក្រៅអញ្ចឹងគេធ្វើទ្វារសម្រាប់បិទបើកណាបាទតែប្រឡប់ឡើងគេបិទហើយប៉ុន្តែមកបញ្ជាក់ច្បាស់រៀងមូលនេះទៅនឿនអ្នកស្រីម៉ាតែលនោះកាលខ្ញុំនៅអាយុប្រហែលជា2 3 10ឆ្នាំប្រាំងស្រីនោះគាត់មកធ្វើការនៅក្នុងនេះបើមិនធ្វើការឲ្យគាត់ទេអញ្ចឹងណាបាល់ហោះគាត់បន្ទាបតាមនេះទៅបន្ទាបទៅបាត់ទីត្បូងទីជើងឆ្វែលជុំវិញណា